ពលរដ្ឋឆ្ងល់ថាតុលាការកាត់ក្តីឲ្យអង្គញាហ៊ីកំហុងជាប់គុក15ឆ្នាំម្ដេចជននេះនៅរួចខ្លួននៅក្រៅគុករឿងនេះក៏ចម្លែកដែរថ្ងៃនេះគឺថ្ងៃច័ន្ទតុលាការសាលាដំបងកាត់ក្តីឲ្យអតីតអង្គញាហ៊ីកំហុងដែលជាស្ថាបនិកស្អីគេដីមាសស្អីឯណានោះប្រជាពលរដ្ឋរាប់ពាន់គ្រួសាររងគ្រោះពាក់ព័ន្ធលុយរាប់សិបលានដុល្លារឥឡូវតុលាការកាត់ឲ្យលោកហ៊ីកំហុងជាប់គុក15ឆ្នាំកំបាំងមកអត់មកចូលរួមនៅក្នុងសវនាការទៅទៀតយីចុះរឹកមកបេនម៉េះបើគណៈបកប្រឆាំងវិញនិយាយពីយកមកចង់ដាក់ខ្នោះទៀតដាក់ច្បាក់ទៀតប៉ុន្តែលោកហ៊ីកំហុងហ្នឹងគាត់មានឥទ្ធិពលអីម្លេះក៏តុលាការត្រូវមកផ្ដន់ទាទោសឲ្យជាប់គុក15ឆ្នាំមិនដឹងជន់ជាប់ចោតនៅណាហើយទៅឲ្យទាសង33លានដុល្លារដល់ជនរងគ្រោះឥឡូវជនរងគ្រោះថាល្អហើយអរគុណតុលាការដែលកាត់ក្តីប៉ុន្តែចោះជនប្រព្រឹត្តនេះនៅឯណាតន់ដិតនេះនៅឯណាមិនចាប់ដាក់គុកព្រោះអីនៅក្រៅគុកតំណាងប្រជាពលរដ្ឋថាបាក់ស្បាតហ្មងជននេះគំរាមពួកគាត់ប្តឹងតំណាងប្រជាពលរដ្ឋ3 4សំណុំរឿងឥឡូវគាត់ចង់ឲ្យចូលគុកឲ្យមែនតើទៅកុំឲ្យប៉ះពាល់ដល់ពួកគាត់ហើយណាឲ្យទុកឲ្យតុលាការចាត់ចែងទៅព្រោះអីអារឿងពិភពដីមាសនេះគឺជារឿងក្តៅក្រហាយប្រជាពលរដ្ឋ40នាក់គ្រាន់តែស្លាប់ដោយសារតែឈឺចិត្តដោយសារតែជំងឺដោយសារខ្វះលុយហើយលុយដែលរកបានមកយកទៅបង់ធនាគារព្រោះតែខ្ចីទិញអាគម្រោងដីខ្យល់នេះអាដីមាសខ្យល់នេះអ្នកខ្លះគ្នាប្រាក់ខែត្រូវបង់ធនាគារ500ដុល្លារសុំធនាគារឲ្យបង់តាម190អីបានហើយព្រោះហើយ190ហ្នឹងគឺប្រាក់ខែមួយខែពេញរបស់គាត់រកមកបង់តែធនាគារតាមអត់ដឹងបានស្អីហូបទេដូចចឹងខ្លះរីងរៃខ្លះចងកស្លាប់ខ្លួនអូយចុះនរកដល់ពេលហើយគាត់មកនៅក្រៅគុកអត់ដឹងមកចូលសវនាការទៀតនេះប្រព័ន្ធតុលាការស្រុកយើងបងប្អូនមើលឲ្យមែនតើណាអាជ្ញាធរមើលឲ្យមែនតើពួកប្រឆាំងគ្រាន់តែគេកុំឲ្យលុបបង្លុបអីនិយាយពីចាប់ដាក់គុកគ្មានលួសមួយថ្ងៃទេប៉ុន្តែបើអង្គញាមហាមន្ត្រីស្អីប្រជាពលរដ្ឋរាប់ពាន់គ្រួសាររាប់សិបលានដុល្លារជាប់គុកតែ3ខែទេខ្ញុំប្រាប់ការលើកមុនណាកាលឆ្នាំ2023ចាប់លោកលីកំហុងហ៊ីកំហុងយកមកដាក់គុកចាប់ឃុំខ្លួនខែសីហាដោះលែងខែវិច្ឆិកាដោះលែងពីនឹងមករហូតឥឡូវអត់ទាន់បានត្រូវជាប់គុក15ឆ្នាំមិនដឹងតែខ្ញុំនិយាយចឹងតុលាការគេច្បាស់ជារមុខគាត់យកមកចាប់ដាក់គុកតែមិនស្រួលរត់បាត់ទៅណាកពើស៊ីគាត់តែមិនដឹងព្រោះអីមកដល់សវនាការមិនឃើញខ្លួនយ៉ាងនេះ